បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃ3ថ្ងៃសៅរ៍បាទអញ្ចឹងដំណើរចេញ trip ទៅកពតលេងមួយយប់2ថ្ងៃទៅគេងនៅពតមួយយប់បាទអញ្ចឹងលើឧត្តមជិះម៉ូតូទៅហើយឥឡូវយើងកំពុងរៀបអវ៉ាន់បិទទ្វារបិទអីហើយយើងនឹងទៅចេញទៅម៉ោង8កន្លះផឹកហ្នឹងចឹងមុននឹងទៅយើងយកបានទៅផ្ញើនៅវិទ្យាល័យធម្មពីធីសិនបាទតែនៅផ្លូវបៃសរចឹងយើងជិះពីពេញទៅយើងជិះតាមថ្នល់បៃគូសជាលើក3ហ្នឹងថ្នល់បៃគូសយើងជិះទៅប្រទាយមាសតាមប្រទាយមាសអង្គរជ័យកំពង់ត្រាចឆ្នេរអង្គរទៅកែបហើយមិនទៅកពតអញ្ចឹងណាអញ្ចឹងឥឡូវយើងចេញមកដល់បានវាមកដល់វត្តស្លែងហើយជិះប្រហែលកន្លះម៉ោងទៅ1ម៉ោងយើងទៅដល់អង្គតាសោមបាទនេះស្តុបអង្គតាសោមថ្ងៃនេះមេឃសតុំពពកច្រើនអញ្ចឹងជិះអត់សូវក្តៅហ្មងទេបាទជិះអត់សូវក្តៅទេនេះយើងមកដល់ថ្នល់បៃគូសយើងបត់ឆ្វេងជិះតាមផ្លូវកែបវិញអញ្ចឹងណាផ្លូវ31ហើយចង់ទៅមើលទេសភាពបាទនេះយើងមកដល់ភ្នំដំរីហើយអត់ដឹងគេហៅភ្នំអីប៉ុន្តែមើលក្នុងកង្កគេថាភ្នំដំរីអញ្ចឹងបើណាគេដឹងថាភ្នំអីខមមិនក្នុងហ្នឹងផងវីដេអូហ្នឹងអញ្ចឹងស្រឡាញ់នៅកន្លែងហ្នឹងបាទមានទេសភាពស្អាតភ្នំស្អាតផ្លូវក៏ស្អាតដែរផ្លូវថ្មីបាទអញ្ចឹងយើងជិះឈៀលទៅជិះលេងអញ្ចឹងណាអានេះកាមេរ៉ាខ្ញុំថតពីក្រោយInsta
mà lợi dân mà đo trên này hàng cõi mà đo nước hai chim màu mình đọc hay ở sân mình được đài mà hay mình sẽ tống thì tiêu diệt nâng qua trồn quay khơi cái qua trồn là nâng xa chứ tay dương mẹ của bạn thì trồn với mình trồn này chân vì có bà đài chân chăm mơ ở phút thầy trồn nó nè và anh ấy nhung của con ta chỉ cả đá với chia trồn và đá chứ nè bạn có bị ho trộn hơi dương to là tới cặp bột tiệt chứ là bài tập hộp bài của toàn hộp ấy về phật tề cho điểm heo đà hay dùng cả đảo đã chân dương từ 4 tháng trong châu cà phê xài rõ tại các thang chớ đà đảo chứ chân dương có chi con lâu kẹp chặt tới cặp bột vậy
បាទប្រពីមកដល់កពតភ្លាមយើងជីទៅទិញទីទឹកឃ្មុំអាំងបាទនៅផ្លូវទៅបកគោអញ្ចឹងណាចឹងយើងជីឆ្លងស្ពានទៅជីរហូតដល់ចិត្តផ្លូវឡើងទៅបកគោហ្នឹងបាត់មកដល់កន្លែងគាត់លក់ទីអាំងទឹកឃ្មុំនេះហ្នឹងហើយជីមកនៅឆ្វេងដៃហើយកន្លែងគាត់មានវិញមួយអញ្ចឹងណាទីគាត់ឆ្ងាញ់ដែរហើយមួយហ្នឹងតែ 13,000 ទេ2,500 អញ្ចឹងទៅហើយយើងទិញទីហើយយើងមកហូបនៅកន្លែងតាមដងព្រែកវិញបាទនៅទល់មុខសេះសមុទ្របាញ់ទឹកហ្នឹងអញ្ចឹងណានៅកន្លែងហ្នឹងវាស្ងាត់មានបងអង្គុយអីចឹងណាហើយក៏ហូបនឹងមើលទេសភាពចឹងណាបាទបន្ទាប់ពីហូបបាយហើយប្រហែលជាម៉ោង1យើងមកលេងនៅហៃថៃកពតកន្លែងហ្នឹងកន្លែងបរទេសចំឆ្ងាយច្រើនហ្នឹងណាយើងអាចមកលេងបានហើយយើងមកទិញគាត់មិនលក់តែមានតែភេសជ្ជៈទេបាទដូចភេសជ្ជៈអាយកាហ្វេអញ្ចឹងណាប៊ីយ៉ាអញ្ចឹងទៅចឹងយើងអាចមកអង្គុយលេងនៅនឹងបានលេងមួយឆ្ងាយគាត់ច្រើនអញ្ចឹងទៅប៉ុន្តែឆ្ងាយខ្លះធំក្លិនវាហូមច្រើនណាគាត់សើមួយទឹកអាខ្លះធំក្លិនអាខ្លះអត់ធំក្លិនអញ្ចឹងណាចឹងអ្នកឆ្លាញ់ឆ្ងាយអាចមកកន្លែងលេងហ្នឹងបានបាទហើយបន្ទាប់ពីយើងអង្គុយលេងបាន1ម៉ោង2ម៉ោងហើយក៏យើងជិះទៅទឹកឈូលេងទឹកឈូវិញបាទព្រោះមកនេះមកលេងទឹកឈូហើយទៅហ្នឹងមេឃភ្លៀងទៀតបាទមេឃភ្លៀងអញ្ចឹងលេងទឹកបដើមភ្លៀងបដាអញ្ចឹងទៅអានេះយើងជិះមកវិញហើយអានេះបន្ទាប់ពីភ្លៀងហើយប៉ុន្តែពេលមកវិញក៏នៅតែភ្លៀងដដែលដែរហើយមេឃពពកចុះបាំងភ្នំបាទគឺស្អាតមែនតើពពកចុះបាំងភ្នំរហូតដល់ល្ងាចអញ្ចឹងណាតិចយើងនឹងឃើញវីដេអូពេលទាំងនេះថ្ងៃលិចបាទថ្ងៃលិចផងហើយពពកបាំងភ្នំផងបាទគឺស្អាតមែនតើនៅកពតយើងមកធ្វើការថ្ងៃខ្លះភ្លៀងថ្ងៃខ្លះអត់ភ្លៀងជាងការមើលថ្ងៃរះបានអញ្ចឹងអានេះយើងមកថ្ងៃនេះបានមើលទាំងថ្ងៃរះផងមើលទាំងពពកបាំងភ្នំផងបាទអូខេចូលមកដល់ពេលយប់នេះគឺមកមើលទឹករំបាទអត់ដែលឃើញពីមុនមកទេគឺពីច្រើនមើលតែគេផុសអញ្ចឹងណាអានេះគឺទឹករំប៉ុនគេមែនបាទអានេះគេបើកពីម៉ោង6ល្ងាចដល់ម៉ោង8ថ្ងៃសៅរ៍ហើយជាបើករាល់ថ្ងៃអញ្ចឹងណាពីម៉ោង6ដល់ម៉ោង8ទេហើយឃើញថាទឹកបាញ់ខ្លាំងមានស្ទាយមានភ្លើងច្រើនអញ្ចឹងណាហើយពេលខ្ញុំមកមើលហ្នឹងគឺមេឃភ្លៀងទៀតអញ្ចឹងគឺអត់បានបោះដ្រូនលេងបាទគោលម្ដងមកហ្នឹងគឺមកមើលទឹកហ្នឹងហើយបោះដ្រូនពេលយប់ប៉ុន្តែមេឃភ្លៀងអញ្ចឹងគឺអត់បានបោះដ្រូនទៀតអញ្ចឹងណា
មកដល់ថ្ងៃទី2យើង check out ពី hotel រៀបអវ៉ាន់ហើយយើងក៏ជិះមករហូបបាយអញ្ចឹងណាហូបអីពេលព្រឹកអញ្ចឹងយើងហូបអីពេលព្រឹកហើយយើងមករកកាហ្វេអញ្ចឹងមករកកាហ្វេ corner បាទអត់ដឹងណានៅនេះវាទូចទេសំខាន់យើងចេះមើល map មើលអីចឹងណាយើងសើចតែក្នុង Google Map មកវាយកាហ្វេ corner ទៅដឹងថានៅណាអញ្ចឹងណាអញ្ចឹងខ្ញុំម្ដងខ្ញុំប្រើតែ Google Map ហ្នឹងទេបាទទីទៀតយើងនឹងទៅដល់ហាងកាហ្វេ corner ហ្នឹងយើងផឹកកាហ្វេតែជា1ម៉ោងហើយកាហ្វេ1ម៉ោងហើយយើងនឹងចាប់ផ្ដើមឡើងទៅបូកូបាទអានេះយើងម៉ោង10យើងឡើងមកដល់បូកូហើយផ្លូវចូលអញ្ចឹងថ្ងៃនេះគឺថ្ងៃក្តៅមេឃក្តៅមែនទែនហើយប៉ុន្តែពេលឡើងទៅដល់លើត្រជាក់មេឃសតុំអញ្ចឹងណាមើលវីដេអូអាទិត្យមុនហ្នឹងគេមកហ្នឹងគឺពពកចូលអាប់ច្រើនយ៉ាងទៅប៉ុន្តែពេលយើងមកនេះអត់មានពពកចូលអាប់ទេបាទគឺដោយសារមេឃបើកថ្ងៃពេកបើសិនជាយើងឡើងម្សិលមិញថ្ងៃសៅរ៍ហ្នឹងហើយជាមានពពកចូលអាប់ព្រោះវាមិនភ្លៀងមិនអីចឹងណាតែថ្ងៃនេះវាអត់មានទេបាទគឺមិនបើកថ្ងៃចាស់ក្តៅខ្លាំងបាទអញ្ចឹងអានេះយើងជិះលឿនសាទៅមុខលឿនអញ្ចឹងណាហើយទៅលេងនៅលើហ្នឹងមើលទេសភាពតាមផ្លូវអញ្ចឹងណាបាទយើងមកដល់លើបដូរមីឃើញថាពពកច្រើនបាំងជាដែរអត់សូវក្តៅអញ្ចឹងណាអញ្ចឹងយើងទៅលេងកាស៊ីណូហើយយើងទៅលេងកន្លែងវិហារកាតូលិកហ្នឹងណាអានេះដើរនៅកន្លែងឈួរនៅភ្នំបូកូបាទជ្រៅមែនតើហើយយើងបន្ទាប់ពីយើងថតរូបថតអីហើយយើងចុះទៅវិញបាទយើងទៅហូបបាយថ្ងៃនៅព្រមវិញ
បាទនេះនៅការប្រៃរីសតចឹងណាការប្រៃនៅដងព្រែកចឹងរមីឋានគេខ្ញុំហូបបាយហ្នឹងដោយសារវាមានកញ្ចុះមានកង្ហឹងអង្គុយស្រួលចឹងណានេះខ្ញុំហូបបាយជាម៉ោង1អង្គុយលេងរហូតដល់ម៉ោង3អញ្ចឹងឥឡូវម៉ោង3ល្ងាចខ្ញុំក៏ចាប់ផ្ដើមជិះចេញទៅពេញវិញបាទអញ្ចឹងជិះតាមផ្លូវទៅពេញទៅដល់ពេញប្រហែលជាម៉ោង5កន្លះអញ្ចឹងណាអញ្ចឹងវីដេអូនោះប្រហែលជាប៉ុណ្្នឹងទេបាទបើចាំជួយ Subscribe Channel ផងបាទអរគុណច្រើន